របៀបក្រងខ្សែដៃពីមួយម៉ូតទៅមួយម៉ូតគឺរបៀបក្រងមិនមានអីខុសប្លែកគ្នាច្រើនទេបងប្អូនខុសប្លែកត្រង់យើងធ្វើម៉ូតដូចនៅក្នុងម៉ូតខ្សែដៃថ្ងៃនេះខ្ញុំបង្ហាញបងប្អូនគឺក្រងពីអំបោះលាយជាមួយនឹងកាំខ្ញុំប្រើអង្កាំតូចយកមកបន្ទប់ពីលើតួខ្សែដៃដល់ពេលអញ្ចឹងគឺមើលទៅភ្លឺភ្លេចស្រស់ស្អាតមែនតែនជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានម៉ូតខ្សែដៃមួយម៉ូតទៀតដែលថ្មីសាឡាងហើយមុននឹងចាប់ផ្ដើមធ្វើខ្ញុំសូមបង្ហាញបងប្អូនពីសម្ភារៈដែលយកមកប្រើដោយក្នុងនោះដែរខ្ញុំមានខ្សែអំបោះសម្រាប់យកមកធ្វើខ្សែបង្គោល2ខ្សែមួយខ្សែប្រវែងវា45សង់ទីម៉ែត្រនិងអំបោះមួយខ្សែនេះខ្ញុំយកមកសម្រាប់ក្រងប្រវែងរបស់វា1.8 ម៉ែត្រទឹកនិងខ្សែចុងក្រោយគេនេះសម្រាប់យកមកផ្ចិតមុខខ្សែដៃប្រវែងរបស់វាតែ2ទឹកជាងទេខ្សែសយប្រវែង50សង់ទីម៉ែត្រខ្ញុំយកមកសម្រាប់ទុកដោតអង្កាំដោយសារតែអង្កាំយើងតូចទំហំវាតែ2លីទេអញ្ចឹងខ្ញុំប្រើខ្សែសយតូចសម្រាប់ដោតចាប់ផ្ដើមដំបូងគេខ្ញុំយកខ្សែបង្គោលទាំងពីរខ្សែហ្នឹងយកមកចាប់ចុងវាផ្គុំគ្នាបន្ទាប់មកខ្ញុំចាប់ផ្ដើមវាស់វាទុកចោលចំនួន14សង់ទីម៉ែត្រការដែលខ្ញុំទុកបែបនេះបងប្អូនសម្រាប់ធ្វើរំយោល14សង់ទីម៉ែត្រមិនវែងមិនខ្លីទេប៉ុន្តែបើសិនជាយើងចោលខ្លីជាងហ្នឹងវាពិបាកធ្វើដែរយកស្កុតមកបិទចំណាំព្រោះអីពេលដែលយើងក្រងយើងត្រូវក្រងប្រវែងពីស្កុតហ្នឹងទៅកតុយខ្សែរំយោលហ្នឹងខ្ញុំយកទៅគៀបជាមួយនឹងក្តារគៀបហើយខ្ញុំយកទៅគៀបមកចាប់វាបន្ថែមឲ្យខ្សែមេរបស់យើងហ្នឹងវានឹងបានល្អក៏ទុយខ្សែមួយចំហៀងទៀតក៏ដូចគ្នាដែរខ្ញុំច្បូតទៅឲ្យត្រង់ទៅគៀបជាមួយក្តារគៀបទាញឲ្យតឹងហើយយកទៅគៀបមកចាប់វាយើងចាប់បែបហ្នឹងឃើញខ្សែបង្គោលរបស់យើងនឹងបានល្អណាស់ចំណែកឯដៃកេះក៏ខ្ញុំប្រើនេះសម្រាប់កល់ឲ្យខ្សែបង្គោលរបស់យើងហ្នឹងហើបបន្តិចបើសិនជាអត់ហើបទេពេលដែលយើងក្រងពិបាកណាយើងពិបាកក្នុងការសោកខ្សែខាងក្រោមយកខ្សែសម្រាប់ក្រងមកចាប់ចុងវាគុំគ្នាជាពីរហើយយកចុងមកខាងទៅសោកពីក្រោមខ្សែបង្គោលចាប់ចុងទាំងពីរស្មើគ្នាហើយច្បូតឲ្យដល់ខាងចុងវាហើយរុញទៅឲ្យកឹបជាមួយនឹងខ្សឹកស្កុតដែលយើងបិទចំណាំមិញពេលហ្នឹងយើងចែកអំបោះជាពីរដោយចុងមួយចំហៀងស្មើគ្នាទាញកតុយអំបោះខាងស្ដាំមកកងនៅលើខ្សែបង្គោលមុនគេចាប់ផ្ដើមក្រងដំបូងបងប្អូនបន្ទាប់មកខ្ញុំទាញកតុយអំបោះខាងឆ្វេងមកកងពីលើខ្សែកតុយខាងស្ដាំដែលខ្ញុំវត្តទៅមិញហើយចាប់ចុងកតុយអំបោះខាងឆ្វេងដដែលហ្នឹងយកមកសោកនៅពីក្រោមខ្សែបង្គោលចាសោកហើយយើងចាប់ទាញរឹតវាឲ្យតឹងចារឹតវាឲ្យតឹងរួចហើយយើងរុញម្ដងទៀតរុញទៅឲ្យកឹបជាមួយនឹងស្កុតមិញយើងទាញកតុយខ្សែខាងស្ដាំអញ្ចឹងលើកនេះយើងទាញកតុយខ្សែខាងឆ្វេងវិញម្ដងយកកតុយខ្សែខាងឆ្វេងវត្តមកខាងស្ដាំទាញកតុយខ្សែខាងស្ដាំកងពីលើកតុយខ្សែខាងឆ្វេងហើយយកកតុយខ្សែខាងឆ្វេងដដែលហ្នឹងយកកតុយខ្សែខាងស្ដាំដដែលហ្នឹងសោកពីក្រោមខ្សែបង្គោលហើយរឹតឲ្យតឹងបងប្អូនការក្រងខ្សែដៃរបៀបក្រងគឺយើងទាញម្ដងឆ្វេងម្ដងស្ដាំម្ដងឆ្វេងម្ដងស្ដាំយើងអត់អាចទាញក្នុងទិសដៅតែមួយបានទេបើសិនជាយើងទាញក្នុងទិសដៅតែមួយធ្វើឲ្យខ្សែដៃរបស់យើងរមូរតែម៉ូតនេះខ្ញុំអត់ចង់បានខ្សែដៃរមូរទេអញ្ចឹងទិសដៅនៃការក្រងយើងត្រូវទាញកតុយខ្សែវត្តម្ដងឆ្វេងម្ដងស្ដាំប្រឆាំងគ្នាទៅមករបៀបរឹតកតុយខ្សែរបៀបរឹតការក្រងហ្នឹងក៏យើងទៅរឹតឲ្យស្មើដែរបើសិនជាយើងរឹតអត់ស្មើដៃម្ដងធូរម្ដងតឹងម្ដងធូរម្ដងតឹងធ្វើឲ្យខ្សែដៃរបស់យើងហ្នឹងវាទៅជាធំតូចអត់ស្អាតទេដំបូងគេហ្នឹងគឺខ្ញុំចងចំនួន6ដងចាបន្ទាប់ពីចង6ដងហើយខ្ញុំយកខ្សែសយ
មកតាក់ចងជាមួយនឹងខ្សែបង្គោលត្រង់កន្លែងនេះបងប្អូនយើងតាក់ចងយ៉ាងម៉េចយើងតាក់ចងម្ដង2ដង3ដងទៅធ្វើម៉េចឲ្យខ្សែសយនឹងជាប់នឹងបានល្អព្រោះអីនៅពេលដែលយើងក្រងហើយកតុយខ្សែដែលនៅសល់យើងត្រូវកាត់ចោលបើសិនជាយើងតាក់ចងអត់ជាប់ទេយើងតាក់ចងតិចទេពេលដែលយើងក្រងទៅខ្សែសយវាអាចរសាត់ធ្វើឲ្យរបូតបានតាក់ចង2 3ហើយ2 3ដងហើយខ្ញុំវាត់កតុយខ្សែសយហ្នឹងឡើងទៅលើឲ្យផុតបន្ទាប់មកចាប់ផ្ដើមក្រងចងកតុយខ្សែដូចខាងលើដែរតែត្រង់វគ្គកន្លែងនេះខ្ញុំចងក្រងតែចំនួន4ដងទេដោយយើងចង1 2 3 4ចាពេលដែលចងបាន4ដងហើយខ្ញុំចាប់កតុយខ្សែសយមកដោតកម្មដំបូងគេយើងអាចដោតទៅបានទេដោយសារតែខ្សែសយហ្នឹងវាងាយរសាត់អញ្ចឹងយើងត្រូវយកដេកេះមកអុជវាហើយសម្រួចវាឲ្យស្រួចសិនបានយើងដោតកម្មស្រួលកម្មខ្ញុំប្រើកម្មទំហំ2លីចំនួនដោតម្ដងចំនួន2គ្រាប់ចាដោត1 2ពេលដែលដោតបាន2គ្រាប់ហើយយើងតម្លាក់រុញកម្មហ្នឹងទៅឲ្យកឹបជាមួយនឹងតួខ្សែដៃយកកតុយខ្សែសយហ្នឹងយកទៅសោកពីក្រោមខ្សែបង្គោលហើយវត្តឡើងទៅលើចាប់ក្រងខ្សែដៃបន្តបន្ទាប់ពីរឹតចងក្រងឲ្យតឹងហើយយើងទាញខ្សែសយហ្នឹងសម្រួលវាធ្វើម៉េចកុំឲ្យកម្មរមូរចាបន្ទាប់មកក្នុងចន្លោះពីកម្មមួយទៅមួយហ្នឹងយើងចងខ្សែចងក្រងខ្សែពណ៌ខ្មៅហ្នឹងចំនួន4ដងទៀតជក់ចង4ដងដោតកម្ម2គ្រាប់ពាត់កតុយខ្សែសយឡើងទៅលើយើងធ្វើបែបនេះធ្វើឲ្យមើលទៅឃើញកម្មខ្សែដៃរបស់យើងរៀងបញ្ឆិតបញ្ច្រាស់គ្នាទៅមករបៀបក្រងគឺយើងធ្វើបែបហ្នឹងជារឿយដដែលដោយប្រើកម្ម2គ្រាប់ក្រង4ដងប្រើកម្ម2គ្រាប់ក្រង4ដងយើងបន្តធ្វើរឿយរហូតដល់ចុងក្រោយក្នុងខ្សែដៃនេះបងប្អូនខ្ញុំប្រើកម្មចំនួន36គ្រាប់បានន័យថាយើងត្រូវតាក់កម្មហ្នឹងតាក់ចងចំនួន19ដងនិងចុងក្រោយគេកតុយខ្សែដែលនៅសល់យើងត្រូវរុំពាត់ចងយ៉ាងម៉េចឲ្យកតុយខ្សែហ្នឹងឲ្យខ្សែសយរបស់យើងជាប់បើសិនជាយើងរុំពាត់តែមួយជុំអីទេពេលដែលយើងអុជពេលដែលយើងកាត់កតុយខ្សែនឹងចោលគឺធ្វើឲ្យខ្សែសយរបស់យើងរសាត់អញ្ចឹងវាលវនកម្មអស់ហើយដូចនៅក្នុងនេះខ្ញុំពាត់ចង2 3ជុំហើយខ្ញុំសោកកតុយខ្សែមកប្រឡោះកដាលនឹងចុងក្រោយគេកតុយខាងចុងហ្នឹងយើងក្រង6ដងទុកចោល6ដងដូចខាងដើមដែរឥឡូវហ្នឹងយើងក្រងរួចរាល់ហើយបងប្អូនមើលធ្វើឲ្យកម្មរបស់យើងហ្នឹងរត់រមិញនៅលើតួខ្សែដៃមើលទៅប្រឆិតកាច់ចុះកាច់ឡើងគឺស្រស់ស្អាតមែនតែនបងប្អូនការក្រងខ្សែដៃរបស់យើងគឺរួចរាល់ហើយអំបោះនិងកម្មដែលខ្ញុំយកមកប្រើពេលដែលក្រងហើយបានប្រវែង16សង់ទីម៉ែត្រ16សង់ទីម៉ែត្រហ្នឹងសម្រាប់ខ្សែដៃគឺមិនវែងមិនខ្លីទេបងប្អូននៅក្នុងធុនកដាលចុងក្រោយគេខ្ញុំវាស់កតុយរំខ្សែទុក6សង់ទីម៉ែត្រដើម្បីធ្វើរំយោលក្នុងម៉ូតខ្សែដៃនេះរំយោលខ្ញុំអត់មានធ្វើអីច្រើនទេបងប្អូនដោយខ្ញុំយកអំបោះទាំងពីរមកកាច់ចាប់ផ្គុំគ្នាហើយខ្ញុំគួចចងដោយយកកតុយខ្សែខាងក្រោមគួចពាត់ឡើងទៅលើនិងយកកតុយខ្សែខាងលើពាត់ចុះមកក្រោមហើយសោកចូលក្នុងកតុយខ្សែខាងក្រោមដែលខ្ញុំពាត់មិញខ្ញុំបន្តធ្វើបែបនេះចំនួន2ដងក្នុងរំយោលនេះបើសិនជាបងប្អូនចង់បានកន្លែងគួចចងនឹងឲ្យវែងបងប្អូនអាចធ្វើ3ទៅ4ដងតែចំពោះខ្ញុំនេះនៅដែលខ្ញុំបង្ហាញបងប្អូននេះខ្ញុំធ្វើតែ2ដងទេខ្ញុំគួចខ្ញុំចងវារឹតឲ្យតឹងឲ្យណែនចាយើងធ្វើបែបនេះទាំងសងខាងឲ្យដូចគ្នាមកពេលដែលយើងគួចចងរួចរាល់ហើយចុងក្រោយហ្នឹងគឺយើងត្រូវតែកាត់កតុយខ្សែដែលនៅសល់ចោលដោយទុកកតុយខ្សែឲ្យនៅសល់ខ្លីៗបានហើយយើងកាត់ចោលប
បន្ទាប់ពីកាត់ចោលហើយយើងត្រូវតែយកដេកេះមកអុជមកពឹតវាបើសិនជាយើងអត់អុជអត់ពឹតវាទេធ្វើឲ្យខ្សែដៃរបស់យើងកតុយខ្សែដៃរបស់យើងរសាត់ស៊ីសាញអញ្ចឹងមើលទៅក៏វាអត់ស្អាតដែរណាមួយក៏ប្រើអត់បានយូរដែរចាយើងអុជវាមកដោយសារតែខ្សែហ្នឹងខ្សែលីឡុងវាមានជាតិលីឡុងច្រើនអញ្ចឹងពេលដែលយើងអុជហើយហ្នឹងគឺវាអត់រសាត់ទេចុងក្រោយគេខ្ញុំយកកតុយខ្សែដែលខ្ញុំកតុយរំយោលដែលខ្ញុំចងមិញហ្នឹងមកដាក់បញ្ច្រាស់គ្នាហើយបន្ទាប់មកខ្ញុំយកខ្សែខ្លីនេះយកមកពាត់ចងកតុយខ្សែដៃរបស់យើងហ្នឹងយើងពាត់ចងរបៀបពាត់ចងហ្នឹងក៏យើងអត់ធ្វើអីខុសពីម៉ូដដើមដែរបងប្អូនដោយតួខ្សែដៃយើងធ្វើមិនអញ្ចឹងពាត់ចងខ្ញុំធ្វើដូចគ្នាដែរចាប់អំបោះហ្នឹងពាត់ហើយយើងតាក់វារឹតវាឲ្យតឹងពេលដែលរឹតហើយយើងបន្តក្រងម្ដងឆ្វេងម្ដងស្ដាំម្ដងឆ្វេងម្ដងស្ដាំខ្ញុំក្រងនេះមានខ្ញុំក្រងតែ6ដងទេចំពោះបងប្អូនបើសិនជាចង់ធ្វើឲ្យវារាងវែងបន្តិចយើងក្រងឲ្យវែងបន្តិចមកតែបើយើងអត់ស្រឡាញ់វែងទេយើងធ្វើខ្លីយើងក្រងតែ4-5ដងជាការស្រេចវាជាប់ហើយបងប្អូនវាអត់ខ្លាចរបូតទេដោយសារតែរបៀបចងរបស់យើងក៏តឹងណែនល្អដែរហើយណាមួយពេលដែលនៅសល់កតុយខ្សែដែលយើងកាត់ចោលហើយយើងយកមកអុជយកមកពឹតវាទៅអំបោះយើងមានជាតិលីឡុងច្រើនពេលដែលយើងអុជពឹតវាហើយគឺជាប់មើងតែម្ដងឥឡូវខ្សែដៃរបស់យើងរួចរាល់ហើយបងប្អូនមើលនេះយើងអាចបធូបតឹងបានអញ្ចឹងងាយស្រួលក្នុងការពាក់ងាយស្រួលក្នុងការដោះខ្សែដៃរួចរាល់ហើយបងប្អូនមើលណែអំបោះក្រងពីក្រោមមានកាំនៅពីលើមើលទៅកាំតូចល្មិញបដិញគ្នាភ្លឺភ្លេចស្អាតមែនតែនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់មិនដែរបងប្អូនមើលវីដេអូខ្ញុំហើយបងប្អូនពេញចិត្តអត់បើសិនជាបងប្អូនពេញចិត្តខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាធ្វើបានដូចខ្ញុំដែរអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចណាជួយ like ជួយ share និងជួយ subscribe channel មូមូក្រាស់ម្នាក់មួយផងបងប្អូននឹងទទួលបាននៅវីដេអូថ្មីប្លែកដែលបង្ហាញពីរបៀបក្រងខ្សែដៃនិងបន្តោងសោនានាអរគុណជម្រាបលា